សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាមកមើលពីរបៀបនៃការធ្វើម្ហូបមួយមុខដែលមានចិត្តឆ្ងាញ់ទន្ទឹមនឹងនោះដែរក៏សូមនាំអារម្មណ៍របស់អ្នកទាំងអស់គ្នាដើម្បីមកមើលសកម្មភាពមួយចំនួនដែលពួកខ្ញុំចំណាយពេលមួយថ្ងៃពេញនៅផ្ទះនៅឯស្រុកកំណើតហើយមុខម្ហូបដែលយើងនឹងយកមកធ្វើថ្ងៃនេះទីបងប្អូនបានឃើញអញ្ចឹងគឺស្ងោរម្រះជាមួយនឹងសាច់ជ្រូកហើយមានបងប្អូនណាដូចខ្ញុំអត់ទេពីក្មេងម្ហូបដែលមានរសជាតិល្វីងដូចជាស្ដៅដូចជាប្រភេទប្រមាត់ដីហើយនឹងម្រះរបស់ទាំងអស់ហ្នឹងដែលមានរសជាតិល្វីងហ្នឹងគឺអត់សូវចេញញ៉ាំទេក៏ប៉ុន្តែនៅពេលឥឡូវយើងដឹងថារបស់ដែលមានរសជាតិល្វីងទាំងអស់នេះវាមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាពរបស់យើងហើយគួបផ្សំជាមួយនឹងរបៀបនៃការធ្វើរួមជាមួយនឹងគ្រឿងផ្សំដែលមានរសជាតិឆ្ងាញ់វាកែប្រែពីទម្លាប់ដែលមិនចេះញ៉ាំមកជាមុខម្ហូបដែលចូលចិត្តញ៉ាំទៅវិញដោយតែបងប្អូនបានឃើញគ្រឿងផ្សំមួយចំនួនដែលយើងរៀបចំសម្រាប់ធ្វើស្ងោរម្រះរបស់ពួកយើងក្រៅពីសាច់ជ្រូកចិញ្ច្រាំយើងមានផ្សិតខ្មៅមួយចំនួនយើងមានមីសួរខ្លះដើម្បីផ្សំជាមួយនឹងសាច់ចិញ្ច្រាំរបស់យើងកុំឲ្យវាមានភាពទលាន់ខ្លាំងគ្រឿងផ្សំសាមញ្ញដែលអត់មានភាពស្មុគស្មាញអីច្រើនទេអំបិលស្ករប៊ីចេងប្រេងខ្យងមួយចំនួនដាក់ដើម្បីយកជាតិអញ្ចឹងលៃលកតាមកម្រិតនៃការចូលចិត្តផ្លែផ្អែមសាបរបស់បងប្អូនជាការស្រេចសាច់ចេះហ្នឹងហើយយើងបន្លប់ខ្លាចមកវោវាសាច់វាអត់សូវមកយើងសូមកាន់មកអាមីសូចឹងទៅវាហត់សូវតែលាន់សាច់ត្រង់ពេកឥឡូវនេះម្រះយើងបានរៀបចំរួចអស់ហើយយើងយកម្រះមកស្ងោរក្នុងរយៈពេលយូរបន្តិចដើម្បីឲ្យសាច់ម្រះជាមួយនឹងគ្រឿងស្នូលរបស់វានឹងចូលជាតិគ្នាហើយសូមអធិស្ឋានបងប្អូនទាំងអស់គ្នាផងដោយសារតែរដូវភ្លៀងកន្លែងនេះពេលយប់ឡើងគឺយើងយកគោយកមកដាក់ឲ្យគោដេកនៅកន្លែងហ្នឹងហើយចក្រាននេះតាមពិតទៅគឺជាភ្លើងភ្នក់គោដែលយើងដុតសម្រាប់ដេញមូសនៅពេលយប់chết đây ចំណែកផ្ទះបាយ
របស់ពួកយើងកំពុងតែនឹងសាងសង់ហើយសង្ឃឹមថាក្នុងវីដេអូក្រោយយើងនឹងមានទីតាំងសម្រាប់ធ្វើម្ហូបចែកជូនបងប្អូនទាំងអស់គ្នាដែលមានរបៀបរៀបរយនេះជាទស្សនវិជ្ជានៃផ្ទះបាយរបស់ពួកយើងធ្វើបានប្រហែលជា 50% ក្នុងរយៈពេលសប្តាហ៍ក្រោយយើងនឹងអាចរៀបចំធ្វើម្ហូបនៅក្នុងទីតាំងនេះបានឥឡូវមករះយើងបន្ទាប់ពីរំងាស់ប្រហែលជា1ម៉ោងអញ្ចឹងបានចិនរួចរាល់ហើយយើងនឹងរៀបចំក្នុងការញ៉ាំជុំគ្នាជាមួយនឹងក្រុមគ្រួសារវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងអរគុណបងប្អូនអរគ្នាជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងចែករំលែកនៅទស្សនវិជ្ជារួមជាមួយនឹងការចម្អិនម្ហូបបែបតុកស្រែជូនបងប្អូនទាំងអស់គ្នានៅពេលបន្ទាប់ទៀត